សួស្តីលោកគ្រូសួស្តីអ្នកនរគ្នាពួកយើងមកពីក្រុម A ក្រុមទី3ដែលមានសមាជិកសុផាឧត្តមសុភាសូពិភៈធីផារតនិងរាសជាតិតីហើយ topic របស់យើងគឺ Linux CPU Matrix ឥឡូវយើងចូលមកកាន់ការ demo ផ្នែកទី1 system time ចឹងដំបូងខ្ញុំធ្វើការ run នៅ command top .1d ដែល command ហ្នឹងដែរខ្ញុំប្រើសម្រាប់មើល CPU usage ហើយ output វាគឺ refresh every second មួយវិនាទីម្ដងអញ្ចឹងយើងក៏លេខទៅមើល S file យើងនៅពេលដំបូងនេះគឺ S file យើងគឺ 0.4 ដោយជាដំបូងយើងអត់ទាន់បានធ្វើការ run នៅ system level 10ណាមួយទេអញ្ចឹងខ្ញុំនឹងចូលទៅកាន់ terminal មួយទៀតបើក terminal មួយទៀតហើយខ្ញុំ run នៅ command មួយទៀតគឺ dd iam /dev/0 op /dev/now ចឹង command ហ្នឹងដែរវានឹងទៅ copy data ដែល generate ពី kernel ពីនេះ dev/dev/0 ហ្នឹង and we immediately discard នៅ discard វានៅ dev/now នេះចឹងមានថាវាអត់ពាក់ព័ន្ធជាមួយនឹង disk ឬក៏ memory យើងទេអញ្ចឹងcommand ហ្នឹងដែរយើងkernel គឺគាត់ kernel គឺ handle task ច្រើនដូចជាdata movement memory buffers ហើយនិង system call អញ្ចឹងធ្វើឲ្យ CPU យើង spam time នៅក្នុង kernel mode អញ្ចឹងនាំឲ្យ S file យើង increase អញ្ចឹងឥឡូវយើងទៅមើល terminal នេះទៅយើងឃើញថា S file យើងឥឡូវ increase ទៅ 9 ចុចជាងអញ្ចឹងយើងអាច confirm ថា S file គឺ represent CPU time ផលដោយ kernel level operation ចូលមកដល់ matrix បន្ទាប់គឺភាគរយ ID ដែលវាជា idle time វាបង្ហាញអំពីចំនួន CPU ដែលអត់ត្រូវបានផលមានន័យថា CPU អត់ទាន់បាន run នៅលើ task ណាមួយទេអញ្ចឹងខ្ញុំចូលតែដាក់ផល command top.d1 អញ្ចឹងខ្ញុំឃើញថានៅលើ line CPU ហ្នឹងគឺភាគរយរបស់ matrix ផ្សេងៗគឺអត់ទាន់មានការឡើងនៅឡើយទេមានតែភាគរយរបស់ ID ទេដែលវាកើនឡើងហើយវាកើនឡើងខ្ពស់ខ្លាំងនៅចន្លោះ99ទៅ100%so មានន័យថាភាគរយ ID ហ្នឹងគឺបង្ហាញអំពី CPU idle time នៅពេលដែលអត់ទាន់មានtask ណាមួយឬក៏ program ណាមួយ run ទេកំពុង run ទេអញ្ចឹងភាគរយ ID ហ្នឹងគឺខ្ពស់ហើយបើសិនបើចាប់ផ្ដើមមាន task ផ្សេង run អញ្ចឹងភាគរយ ID ហ្នឹងនឹងចាប់ផ្ដើមថយចុះមកវិញដូចគ្នាជម្រាបសួរលោកគ្រូជម្រាបសួរមិត្តភ័ក្តិទាំងអស់គ្នាអញ្ចឹងចូលមកដល់ចំណុចបន្ទាប់ខ្ញុំនឹងធ្វើការ demo ទៅលើ user time នៅក្នុង project Linux CPU Matrix របស់យើងអញ្ចឹងជាដំបូងយើងមកដឹងនិយមន័យរបស់ user time សិនអញ្ចឹងនៅ user time គេសំដៅទៅលើ percentage នៃពេលវេលាដែល CPU បានចំណាយទៅលើការ execute instruction ណាមួយ directly ជាមួយនឹង user space application អញ្ចឹងចូលមកដល់ការ demo គឺខ្ញុំបានបើកនៅ terminal 2ដែលខាងឆ្វេងនេះគឺខ្ញុំបើកស្រាប់ហើយចំពោះ Linux នៅលើ VM របស់ខ្ញុំគឺខ្ញុំបានដាក់ core ចំនួន4ដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹង CPU 0.3ហើយនេះវាជាដំណើរការរបស់វាហើយចំពោះ terminal នៅខាងស្ដាំគឺខ្ញុំមាននៅ simple Python Infinite Loop មួយដែលវានឹងធ្វើការ loop រហូតអញ្ចឹងខ្ញុំចាប់តាម run វាអញ្ចឹងដូចអ្នកបានឃើញអញ្ចឹងគឺវាចាប់តាម load ឡើងដល់ 100% របស់ CPU របស់យើងទៅលើ command Python របស់យើងតែមកអ្នកគ្នាចូលមើលគឺឥឡូវវាធ្វើការទៅលើ CPU 2គឺនេះ UN នេះសម្រាប់ទៅលើ user time ហើយចំពោះនេះយើងទៅមើលដូចជា system ឬមួយក៏ wait time អីគឺឃើញវា set ទៅ0ទាំងអស់
ដែលក្នុងនឹងគឺគោលបំណងនៃការ demo ទៅលើយុទ្ធសាស្ត្ររបស់ខ្ញុំគឺចង់បង្ហាញថាតើនឹងមានអ្វីកើតឡើងនៅពេលដែល application របស់យើងគឺវា computationally bound អញ្ចឹង script របស់ខ្ញុំនេះគឺវាធ្វើការ perform ទៅលើតែ math ឬមួយក៏ logic នៅលើ user space application ទេដោយសារថាវាបានធ្វើការអាចទៅលើ kernel ដែលយើងធ្វើការ save file អីទេឬមួយក៏យើងធ្វើការប្រើនៅ network អីទេអញ្ចឹង CPU របស់យើងគឺវាអត់ចាំបាច់ធ្វើការ perform នៅ context switch ទៅកាន់ ring 0ទេគឺវានឹង stay នៅក្នុង ring 3នឹងដែរដែលជា user space application របស់យើងចំណុចរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងឥឡូវហ្នឹងយើងមកមើលនៅ next time វិញម្ដងថាតើ next time ជាអីអញ្ចឹង next time គឺជា CPU time ដែល process ដែលមាន lower priority ហ្នឹងប្រើ CPU time ហ្នឹងតើ CPU time វា allow សម្រាប់process ដែលមាន lower priority ហ្នឹងបានភាគរយចឹងដើម្បី demonstrate ហ្នឹងគឺដំបូងគឺខ្ញុំនឹងrun Python script យើងឃើញចឹងគឺខ្ញុំPython script ប្រើ loop ដើម្បីបូកហើយធ្វើប្រមាណវិធីបូកចឹងយើងអាច run ពី process ដោយអត់បាន set នៅ nice value វាយើង run process ទី1ទៅយើង run ជា background យើង run មួយទៀតហើយយើងចូលមើលនេះអញ្ចឹងយើងឃើញថា nice value របស់វាគឺអត់កើនទេបើវាកើនគឺដោយសារតែខ្ញុំប្រើ recorder OBS អញ្ចឹងវាប្រើខ្លះជាងសារយើងពេលយើងអត់ឃើញហ្នឹងមានថាយើងអត់បាន set nice value របស់វាទេអញ្ចឹងដើម្បីឲ្យឃើញជាក់ស្ដែងខ្ញុំនឹង set nice value របស់វាអញ្ចឹងយើងអាច set អានេះបើសិនជាយើង set nice value កាន់តែធំបានន័យថាវាកាន់តែមាន lower priority ថាវានឹងឲ្យ CPU ទៅexecute process ផ្សេងឧទាហរណ៍ខ្ញុំដាក់ priority 10អញ្ចឹងសម្រាប់ process មិញដែរហើយជា background យើងចូលមើលអញ្ចឹងយើងឃើញថាnice time វាកើនឡើងមានន័យថាprocess យើង set មិញដែលមាន nice value 10ហ្នឹងគឺមានន័យថាវានឹងត្រូវការ CPU time វាគឺវា run CPU time វាតែ 3.7% នៃ CPU time សរុបតែប៉ុណ្ណោះហើយ nice value គឺវាសំខាន់នៅពេលដែលយើងមាន process ច្រើន run នៅក្នុង core តែមួយអញ្ចឹងប្រសិនបើក្នុងយើងចង់ឲ្យ process មួយណាដែលយើងចង់ឲ្យវា run ឲ្យបានឆាប់រហ័សអញ្ចឹងយើងប្រើ nice value កាន់តែតូចដើម្បីវាមាន priority កាន់តែធំដើម្បីវា run ឆាប់រួចអញ្ចឹងបើសិនជាវា run នៅខុសផ្សេងគ្នាchứយើងមើលអត់សូវដឹងទេនេះគឺជាផលប្រយោជន៍នៃ nice value ឬក៏ nice time ហ្នឹងឯងឥឡូវហ្នឹងយើងនឹងមកមើលអំពី waiting time ដែលតាំងនៅ WA នៅក្នុង top ហ្នឹងតើវាជាអីអញ្ចឹង waiting time ហ្នឹងគឺគេចង់សំដៅទៅលើCPU time ដែលវា take ក្នុងការរងចាំក្នុងការ write data ចូលក្នុង disk computer របស់យើងអញ្ចឹងដើម្បី demonstrate នឹងបានគឺខ្ញុំមកបង្កើត Python file មួយដែលinsert data row ចូលទៅក្នុង table MySQL server របស់ខ្ញុំចំនួន100 លានដងអញ្ចឹងខ្ញុំនឹងតេស្តឲ្យមើលតើនឹងមានអ្វីកើតឡើងនៅពេលដែលយើង run វាហើយនៅពេលដំបូងគឺយើងឃើញ waiting time វិញគឺ 0% អញ្ចឹងចាំមើលនៅពេលខ្ញុំ run ទៅតើ waiting time វាទៅជាយ៉ាងម៉េចយើងនឹង run ជា background យើងមើលអស់គ្នាអញ្ចឹងនេះគឺជា process MySQL របស់ខ្ញុំដែលខ្ញុំ insert វាយើងចាប់ផ្ដើមមើលអញ្ចឹង WA វិញយើងចាប់ផ្ដើមកើនឡើងមានថា WA គឺវា calculate មានថា
ដោយសារតែ top របស់យើងគឺវា refresh every second អញ្ចឹងវាមានថាអញ្ចឹងវាបញ្ជាក់បានថាក្នុងចំណោម1 second ហ្នឹងគឺ CPU time ដែលវាចំណាយពេលក្នុងការ waiting ហ្នឹងគឺឥឡូវកើនដល់ 3.1% នៃ1 second ដែលត្រូវ refresh ហ្នឹងអញ្ចឹងនៅពេលដែលMySQL របស់យើងគឺ write ជា desktop waiting time របស់យើងនឹងធ្លាក់មក0វិញអញ្ចឹង waiting time គឺវាតាក់ទងជាមួយនឹងIO operation គឺការ write ជា disk ឬក៏ read ពី disk ជាដើមអញ្ចឹងដែលយើងចង់ដឹងខ្ញុំនឹង kill process នឹងវិញដើម្បីមើលវាយើងចាំមើលដោយសារតែវាអត់តាន់ kill ភ្លាមគឺវាកំពុងតែ write data ចូលក្នុង disk អញ្ចឹងយើងចាំមើលមួយផ្លេតទៅចាំមើលនេះវាចាប់ដើមចុះមកហើយទីទៀតវានឹងសល់0ព្រោះវា write data ចូលក្នុង disk អស់អញ្ចឹងវានឹងធ្លាក់សល់0អញ្ចឹងយើងចាំមើលបន្តិចហ្នឹងហើយអញ្ចឹងឥឡូវវាធ្លាក់ដល់0បានន័យថាការ write data របស់ខ្ញុំដែលខ្ញុំ run Python script មិញគឺវាបាន write data ចូលក្នុង disk អស់ហើយអញ្ចឹងwaiting time របស់យើងគឺអត់មានទេមានថា CPU យើងគឺធ្វើការ process ធម្មតាវិញ